នេះជាការសង្ខេបពន្យល់យ៉ាងងាយយល់អំពីមាតិកា Table of Contents នៃគម្រោងកម្មវិធីកុំព្យូទ័រសរសេរដោយភាសា C ដែលទំនងជាប្រព័ន្ធធនាគារឬប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុការបកស្រាយចំណុចនីមួយ1ទិដ្ឋភាពទូទៅនៃប្រព័ន្ធ General System Overview ជាការណែនាំពីគោលបំណងមុខងារសំខាន់និងរបៀបដែលកម្មវិធីទាំងមូលដំណើរការ2អនុគមជំនួយទូទៅ General Helper Functions ជាមុខងារតូច Functions ដែលត្រូវប្រើប្រាស់ញឹកញាប់ក្នុងកម្មវិធីដើម្បីជួយសម្រួលការងារដូចជាការសម្អាតអេក្រង់ការទាញយកការបរិច្ឆេទពេលវេលាឬការផ្ទៀងផ្ទាត់ទិន្នន័យបញ្ចូលជាដើម3ប្រព័ន្ធសុវត្ថិភាព OT Security System ជាផ្នែកបង្កើតនិងផ្ទៀងផ្ទាត់លេខកូដសម្ងាត់ប្រើបានតែម្ដង One Time Password ដើម្បីការពារសុវត្ថិភាពគណនីពេលធ្វើប្រតិបត្តិការ4ប្រព័ន្ធសុវត្ថិភាព Password Security System ជាផ្នែកគ្រប់គ្រងពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ដូចជាការបង្កើតការផ្លាស់ប្ដូរការផ្ទៀងផ្ទាត់ Login និងការលាក់ពាក្យសម្ងាត់មិនឲ្យគេមើលឃើញ5រចនាសម្ព័ន្ធ Class Structures ជាការបង្កើតទម្រង់ទិន្នន័យតាមបែប Object-Oriented Programming ដើម្បីតំណាងឲ្យទិន្នន័យពិតដូចជា Class User ព័ត៌មានអ្នកប្រើឬ Class Account ព័ត៌មានគណនី6ប្រតិបត្តិការហិរញ្ញវត្ថុ Financial Operations ជាមុខងារស្នូលនៃកម្មវិធីដែលទាក់ទងនឹងលុយកាក់ដូចជាការពិនិត្យសំទោលឲ្យ Balance ការដាក់ប្រាក់ Deposit ការដកប្រាក់ Withdrawal និងការផ្ទេរប្រាក់ Transfer 7ការគ្រប់គ្រងប្រព័ន្ធរួម Overall System Management ជាផ្នែកបញ្ជាឬគ្រប់គ្រងដំណើរការសរុបនៃប្រព័ន្ធដូចជាមើលនុយមេ Main ការរក្សាទុកទិន្នន័យ Data Persistence និងការគ្រប់គ្រងសិទ្ធិប្រើប្រាស់8សេចក្តីសន្និដ្ឋាន Main Program ជាផ្នែកកូដ Main Function ដែលភ្ជាប់រាល់ផ្នែកទាំងអស់ឲ្យដំណើរការជាមួយគ្នានិងជាការបូកសរុបលទ្ធផលនៃគម្រោងកម្មវិធី